សួស្តីបងប្អូនជាទីស្រឡាញ់ថ្ងៃនេះខ្ញុំមកបង្ហាញជាមួយនឹង page Bluetooth adapter ដែលយើងអាចយកទៅភ្ជាប់ជាមួយនឹងធុងបាស ampli និងកុំព្យូទ័រដែលអត់មាន Bluetooth ទៅកាន់ធុងបាសវិញដែលមាន Bluetooth ហើយភាគច្រើនភ្ញៀវសួរមកខាងបងអូនថា Bluetooth នឹងប្រើកើតអត់បងអូនចង់បញ្ជាក់ថាចំពោះ Bluetooth នេះមានភ្ញៀវជាច្រើនមិនក្រោម500នាក់ទេដែលគាត់ទិញយកទៅប្រើប្រាស់ហើយបញ្ជាក់ថា Bluetooth នេះវាជាប្រភេទ Bluetooth version 5.3 វាចាប់បានចន្លោះពី10ម៉ែត្រទៅលើសហ្នឹងទៀតក៏អាចចាប់បានដែរវាអាស្រ័យទៅលើការប្រើប្រាស់ជាក់ស្ដែងអញ្ចឹងថ្ងៃនេះបងអូនមកបញ្ជាក់កាន់តែច្បាស់ថាតើ Bluetooth នេះប្រើកើតអត់កុំឲ្យថាបងទិញហើយយកទៅប្រើប្រាស់ខាតទៅលុយយកទៅបោះចោលអីអញ្ចឹងអត់ទេបងខាងបងអូនគឺលក់ដោយទំនុកចិត្តរបស់ប្រើកើតប្រាប់ថាប្រើកើតរបស់ប្រើអត់កើតបងអូនអត់លក់ជូនភ្ញៀវឯងកុំឲ្យខូចឈ្មោះនៅខាងបងអូនអញ្ចឹងចំពោះ Bluetooth នេះក៏ខាងបងអូនមានធានាដែរអញ្ចឹងឥឡូវនេះបងអូនមកភ្ជាប់ជូនបងមើលទាំងអស់គ្នាថារបៀបភ្ជាប់បែបម៉េចនេះអញ្ចឹងអានេះជាដុំ Bluetooth បងអូនដកចេញមកអញ្ចឹងថ្ងៃនេះបងអូនមកភ្ជាប់ជាមួយនឹងប្រភេទមញ៉េ CD ហើយបងអូនបញ្ជាក់ថាវាមិនមែនប្រើបានតាមមញ៉េ CD ហ្នឹងទេវាប្រើបានទាំងធុងបាសដែលគ្មាន Bluetooth ampli ដែលគ្មាន Bluetooth អញ្ចឹងនេះគឺជាប្រភេទ Bluetooth ដែលប្រើភ្លើងអញ្ចឹងយើងត្រូវការប្រើភ្លើងអញ្ចឹងភ្លើងហ្នឹងគឺជាប្រើភ្លើង USB អញ្ចឹងនេះយើងយកមកប្រើជាមួយនឹងប្រភេទឆ្នាំងសាក់ទូរស័ព្ទដៃនេះហើយចំពោះការបញ្ចូលសំឡេងវាវិញវាបញ្ចូលតាមរុនដោត AUX 3 លីកន្លះបងអញ្ចឹងអានេះវាជាប្រភេទ Bluetooth 2 in 1វាជាប្រភេទ Bluetooth ដែលអាចទទួលសំឡេងក៏បានបញ្ជូនសំឡេងក៏បានអញ្ចឹងចំពោះបងប្រើលក្ខណៈទទួលសំឡេងនេះបងប្រើទៅលើពាក្យ receive នេះបង receive នេះហ្នឹងបងអាចប្រើជាមួយនឹងធុងបាស ampli ពេលដែលបងដោតទៅហើយយកខ្សែ audio 3 លីកន្លះយកមកដោតខាងក្រោយនេះវានឹងផ្ដល់សេវា Bluetooth ជូនបងហើយមួយវិញទៀតគឺមានរុនមួយខាងទៀតដាក់ថា transmit នេះមានន័យថាបញ្ជូនសំឡេងវាអាចបញ្ជូនសំឡេងពីកុំព្យូទ័រទៅកាន់ធុងបាសបានអញ្ចឹងជាមួយនឹងធុងបាសដែលមាន Bluetooth អញ្ចឹងគឺយើងប្រើជាមួយនឹង transmit នេះអញ្ចឹងណាអញ្ចឹងឥឡូវហ្នឹងយើងមកភ្ជាប់មួយគ្នាថាចង់ដឹងថាតើវាផ្ដល់សេវា Bluetooth ទៅកាន់ទូរស័ព្ទដៃយើងអត់អញ្ចឹងនេះបងយកមកដោតជាមួយនឹងភ្លើងទូរស័ព្ទយើងនេះមកវានឹងចេញភ្លើងហើយប៉ុន្តែវាចេញភ្លើង transmit អញ្ចឹង transmit នេះយើងអត់ប្រើទេអញ្ចឹងបងត្រូវយកអាខ្សែ audio នេះ 3.5 ហ្នឹងណាយកមកដោតឡើង receiver នេះអញ្ចឹងបងដោតឲ្យចេញភ្លើងពណ៌ខៀវនេះលោតទូតពណ៌ខៀវហ្នឹងណាបន្ទាប់មកទៀតបងយកទូរស័ព្ទដៃយើងហ្នឹងបងនេះទូរស័ព្ទដៃយើងមកបន្ទាប់មកបងបើកជាមួយនឹង Bluetooth បន្ទាប់មកនេះយើងបើក Bluetooth នេះបងអញ្ចឹងចំពោះការបើក Bluetooth នេះបងបើកនេះខ្ញុំផ្ដាច់សិនព្រោះមុនហ្នឹងខ្ញុំភ្ជាប់អញ្ចឹងយើងបើកមើលចង់ដឹងថាតើឧបករណ៍ហ្នឹងផ្ដល់សេវា Bluetooth អត់នេះបងផ្ដល់សេវា Bluetooth ឲ្យលើទូរស័ព្ទដៃយើង MT890 អញ្ចឹងចង់ដឹងថាតើវាផ្ដល់សេវាពិតមែនអត់នេះមួយថ្ងៃដកអានេះចេញមកចាំមើល Bluetooth វាបាត់វិញអត់យើងដកចេញមកនេះឃើញទេសេវា Bluetooth បាត់ណាអញ្ចឹងសម្រាប់បងអត់ប្រើអត់ត្រូវការប្រើខ្សែ audio អីយកមកដោតទូរស័ព្ទណាមួយទូរស័ព្ទយើងបច្ចុប្បន្នវាលែងមានអារុនដោត3 លីកន្លះហ្នឹងហើយបងអញ្ចឹងយើងប្រើជាមួយប្រភេទ adapter Bluetooth ហ្នឹងនេះចង់បានសេវាវិញនេះដោតចូលមកខាត់វិញមកនេះដោតចូលវិញមកនេះដោតចូលឡើង receive វិញមកហើយយើង refresh ទូរស័ព្ទដៃយើងមកមើលវាលោតចេញសេវាវិញអត់នេះបងចេញសេវាខ្ញុំភ្ជាប់មកបងអញ្ចឹងចង់ដឹងថាចាក់លឺអត់នេះយើងប្រើវាមកអូខេបន្ទាប់មកទៀតយើងចូលទៅកាន់ជំនាញមកបន់ចូលទៅកាន់ YouTube ខ្ញុំបើកសំឡេងមួយនេះបន្តិចសិនលឺអត់ចេញចុច play លឺអត់នេះលឺ play បងលឺ play បើរៀងលឺទៅណែឃើញទេបងណែអញ្ចឹងវាលឺសំឡេង
ហ្នឹងហើយបងអញ្ចឹងរបៀបភ្ជាប់ចំពោះដុំ Bluetooth មួយនេះដែរបងអឺមានប៉ុណ្ណឹងអញ្ចឹងសម្រាប់បងណាដែលមានតម្រូវការយកទៅប្រើប្រាស់ជាមួយធុងបាស ampli ឬក៏ជាមួយកុំព្យូទ័រអីអាចមកស្វែងរកនៅខាងបងអូនបាន